ច្បាប់48ប្រការនៃការបង្កើតអំណាចច្បាប់ទី2កុំទុកចិត្តមិត្តខ្លាំងពេកតែត្រូវចេះប្រើសត្រូវឲ្យខ្លាចជាប្រយោជន៍ពាក្យណែនាំចូលកុំទុកចិត្តមិត្តពួកគេនឹងក្បត់អ្នកបានលឿនជាងព្រោះអាចត្រូវជំរុញឲ្យកើតភាពច្រណែនឈ្នានីសអ្នកក្រៅពីនេះពួកគេអាចនឹងត្រូវសង្គមធ្វើឲ្យខូចមនុស្សនិងចូលចិត្តជិះជាន់ដូច្នេះចូលទាញអតីតសត្រូវចូលមកធ្វើជាបពពួកហើយពួកគេនឹងស្មោះត្រង់ជាមួយអ្នកជាងមិត្តម្នាក់ទៅទៀតព្រោះមានរឿងដែលពួកគេត្រូវពិសោធន៍ភាពស្មោះត្រង់ច្រើនជាងតាមពិតអ្នកត្រូវមានរឿងដែលត្រូវខ្លាចដែលកើតឡើងពីមិត្តច្រើនជាងសត្រូវដូច្នេះបើអ្នកគ្មានសត្រូវទេចូលរកវិធីបង្កើតសត្រូវឡើងមកគន្លឹះឆ្ពោះទៅរកអំណាចជារឿងធម្មតាទៅហើយដែលមនុស្សយើងស្វែងរកមិត្តក្នុងគ្រាលំបាកដោយសារតែមិត្តភ័ក្តិជាមនុស្សដែលអាចជួយកាត់បន្ថយភាពខុសខើព្រៃផ្សៃនោះបានដែលសំខាន់គឺអ្នកស្គាល់ពួកគេច្បាស់តើទៅពឹងពាក់មនុស្សប្លែកមុខធ្វើអ្វីបើអ្នកមានមិត្តភ័ក្តិហើយនោះបញ្ហាគឺអ្នកមិនបានស្គាល់មិត្តភ័ក្តិរបស់អ្នកច្បាស់មិត្តភ័ក្តិតែងតែស្របនឹងគំនិតរបស់អ្នកដើម្បីបញ្ជៀសការប្រកែកគ្នាពួកគេតែងតែលាក់បាំងអារម្មណ៍មិនពេញចិត្តដើម្បីកុំឲ្យប្រកែកគ្នាដោយសារតែភាពស្មោះត្រង់ស្ទើរតែមិនដែលបង្កើតភាពរឹងមាំដល់មិត្តភ័ក្តិដូច្នេះទើបអ្នកមិនដឹងថាតាមពិតមិត្តភ័ក្តិរបស់អ្នកមានអារម្មណ៍បែបណានៅពេលអ្នកសម្រេចចិត្តប្រើពាក្យមិត្តភ័ក្តិអ្នកនឹងរកឃើញអត្តចរិតដែលពួកគេបិទបាំងតែដែលចម្លែកនោះគឺការធ្វើល្អរបស់អ្នកបែរជាមិនបានល្អទៅវិញព្រោះមនុស្សយើងរមែងមានអារម្មណ៍ថាខ្លួនគួរទទួលបានការតបស្នងចំពោះការធ្វើល្អរបស់ខ្លួនការទទួលបានសេចក្តីល្អអាចធ្វើឲ្យមានអារម្មណ៍លំបាកចិត្តនោះមានអារម្មណ៍ថាអ្នកត្រូវបានជ្រើសរើសដោយសារតែអ្នកជាមិត្តមិនមែនព្រោះអ្នកគួរទទួលបានទេស្របគ្នានេះមិត្តភ័ក្តិដែលជ្រើសរើសអ្នកក៏មិនសូវសប្បាយចិត្តពីព្រោះខ្លាចអ្នកដទៃមើលមកថាគេគិតតែមិត្តភ័ក្តិអារម្មណ៍នេះរំខានចិត្តគេគ្រប់ពេលវេលាក្នុងស្ថានភាពការគ្រប់គ្រងយ៉ាងគឺត្រូវពឹងលើភាពឃ្លាតឆ្ងាយរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀតព្រោះអ្នកកំពុងព្យាយាមធ្វើការមិនមែនបង្កើតមិត្តភ័ក្តិទេមិនថាពិតឬคล้ายៗវាធ្វើឲ្យពិតមានភាពស្រពេចស្រពិលដូច្នេះគន្លឹះសំខាន់ឆ្ពោះទៅរកអំណាចគឺសមត្ថភាពក្នុងការសម្រេចចិត្តថាអ្នកណាមានសមត្ថភាពក្នុងការបង្កើតផលប្រយោជន៍ក្នុងស្ថានភាពគ្រប់យ៉ាងរបស់អ្នកបានយ៉ាងច្រើនបំផុតផ្ទុយទៅវិញសត្រូវរបស់អ្នកប្រៀបបាននឹងមាសដែលមិនទាន់មានអ្នកណារកឃើញហើយអ្នកត្រូវរៀនប្រើប្រយោជន៍ពីវាឲ្យបានច្រើននៅពេលដែលតាលីរ៉ង់ជារដ្ឋមន្ត្រីការបរទេសរបស់ណាប៉ូឡេអុងគិតថាចៅហ្វាយរបស់ខ្លួនកំពុងតែដឹកនាំប្រទេសបារាំងទៅរកភាពហិនហោចនឹងដល់ពេលដែលគួរប្រឈមមុខនឹងចៅហ្វាយនាយគេយល់ច្បាស់ពីគ្រោះថ្នាក់នៃការផ្សំគំនិតព្រោះរលំស្ដេចចក្រពត្តិដូច្នេះគេចាំបាច់ត្រូវមានដៃគូជាសម្ព័ន្ធមិត្តតើមិត្តបែបណាទៅដែលគេអាចទុកចិត្តក្នុងផែនការនេះបានទើបគេជ្រើសរើសជូសេហូសេប្រធានអង្គភាពប៉ូលីសសម្ងាត់ដែលជាគូបដិបកដែលគេស្អប់ខ្លាំងបំផុតបរិះដែលធ្លាប់ព្យាយាមសម្លាប់គេរួចមកហើយគេដឹងថាភាពខឹងស្អប់ដែលភាគីទាំងសងខាងមានចំពោះគ្នានឹងគ្នាវានឹងបើកឱកាសឲ្យកើតការផ្សះផ្សាផ្នែកអារម្មណ៍គេដឹងថា Force នឹងមិនរំពឹងអ្វីពីគេទេហើយ Force បានព្យាយាមពិសោធន៍ឲ្យឃើញថាខ្លួនមានតម្លៃសមនឹងតាលីរ៉ង់ជ្រើសរើសមកជាមនុស្សដែលមានអ្វីម្យ៉ាងឲ្យពិសោធន៍ឃើញថាអាចរំកិលភ្នំឲ្យអ្នកបានទីបំផុតគេក៏ដឹងថាទំនាក់ទំនងរវាងគេនិង Force ឈរលើមូលដ្ឋានមនសិការមានប្រយោជន៍រួមគ្នាមិនត្រូវយកអារម្មណ៍ផ្ទាល់ខ្លួនមកពាក់ព័ន្ធឡើយការសម្រេចចិត្តជ្រើសរើសក្នុងលើកនេះក៏ពិសោធន៍ឲ្យឃើញហើយថាត្រឹមត្រូវបើទោះអ្នករួមផ្សំគំនិតបញ្ជោគជ័យក្នុងការផ្ដួលរំលំណាប៉ូឡេអុងនេះក៏ដោយចំពោះការសហការរបស់មនុស្សដែលមានអំណាចវាបានបង្កឲ្យកើតការចាប់អារម្មណ៍ចំពោះការផ្ដួលរំលំអំណាចណាប៉ូឡេអុងខ្លាំងយ៉ាងណាចលនាប្រឆាំងនឹងចក្រពត្តិពង្រឹងខ្លួនជាបន្តបន្ទាប់ហើយចាប់ផ្ដើមពីពេលនេះមកតាលីរ៉ង់និងហូសេក៏ចាប់ផ្ដើមទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកដូច្នេះរាល់លើកដែលមានឱកាសចូលទុករឿងថ្នាំងថ្នាក់នឹងគូបដិបករបស់អ្នកនៅមួយឡៃសិនហើយព្យាយាមរកចំណុចដែលធ្វើឲ្យភាគីម្ខាងទៀតមានប្រយោជន៍ចំពោះអ្នកឲ្យបានចូលគុំបង្ហាញឲ្យការមានសត្រូវនេះសាងភាពខកបំណងឬទុកសោកដល់អ្នកព្រោះវាក៏រឿងល្អដែរដែលមានសត្រូវយ៉ាងបើកចំហម្នាក់ឬពីរនាក់ជំនួយឲ្យការមិនដឹងថាសត្រូវពិតប្រាកដរបស់អ្នកនៅទីណាទើបអ្នកស្ថិតក្នុងអំណាច
រីករាយទទួលយកភាពខ្វែងគំនិតហើយក៏អាចប្រើសត្រូវដើម្បីបង្កើតកេរ្តិ៍ឈ្មោះដល់ខ្លួនក្នុងនាមជាគូប្រជែងដែលអាចពឹងពាក់បានក្នុងគ្រាដែលស្ថានភាពប្រែប្រួលតួយ៉ាងច្បាប់ស្ដីពីភាពកតញ្ញូអ្នកដឹងហើយថានឹងមានអ្វីកើតឡើងបើអ្នកលូកដៃចូលទៅក្នុងមាត់សត្វតោដូច្នេះទើបអ្នកព្យាយាមនៅឆ្ងាយពីវាតែសម្រាប់មិត្តវិញអ្នកគ្មានផ្លូវដឹងមុនពីគ្រោះថ្នាក់នេះឡើយហើយបើអ្នកពឹងលើគេពួកគេនឹងអាចលេបអ្នកទាំងមូលដោយភាពអកតញ្ញូសរុបអ្នកត្រូវដឹងថាអាចប្រើសត្រូវឲ្យកើតជាប្រយោជន៍បានដោយរបៀបណាអ្នកត្រូវដឹងថាមិនគួរចាប់មុខកំបិតព្រោះវាអាចនឹងមុតដៃអ្នកត្រូវចាប់ដងរបស់វាពីព្រោះវាធ្វើឲ្យអ្នកអាចការពារខ្លួនបានមនុស្សឆ្លាតរមែងទទួលប្រយោជន៍ពីសត្រូវរបស់ខ្លួនច្រើនជាងប្រយោជន៍ដែលមនុស្សល្ងង់នឹងទទួលបានពីមិត្តរបស់ខ្លួន